The words of my mouth and meditation of my heart be pleasing to you, O Lord, my rock and my redeemer. ព្រះអង្គម្ចាស់ដ៏ជាថ្មតាដ៏ជាព្រះអង្គសង្គ្រោះហើយជាអ្នកសង្គ្រោះខ្ញុំសូមឲ្យពាក្យសម្ដីដែលចេញពីមាត់យើងខ្ញុំឲ្យពីការបន្ទន់គិតក្នុងចិត្តរបស់យើងខ្ញុំបានជាទីគង់ដល់ព្រះអង្គតែគ្រូ Have you ever wondered why God blesses some and others He does not? បងប្អូនមានឆ្ងល់ទេហេតុអីហាក់ដូចជាព្រះទ្រង់ប្រទានពរដល់អ្នកខ្លះតែព្រះអង្គមិនបានប្រទានពរដល់អ្នកខ្លះទៀត Especially when both are believers. ជាពិសេសគឺអ្នកទាំងនោះសុទ្ធតែអ្នកជឿព្រះ However, the Bible makes it clear that God does not favor one believer over the other. នៅក្នុងគម្ពីរបានសម្ដែងថាព្រះទ្រង់មិនដែលកាន់ខាងណាឬប្រកាន់ខាងណាទេ But I've been wondering why and if a certain trait could be the answer. ហើយខ្ញុំចង់ឲ្យយើងបានពិចារណាជាមួយគ្នានៅថ្ងៃនេះថាប្រហែលជាមានលក្ខណៈខ្លះដែលយើងគួរពិចារណា What trait do you think that is? That someone seems to have that maybe gets more blessing than others? តើមានលក្ខណៈយ៉ាងដូចម្តេចនៅក្នុងការពិចារណារបស់បងប្អូនដែលថាហាក់បីដូចជាមានអ្នកខ្លះទទួលបានប្រពោលច្រើនជាងអ្នកខ្លះទៀត Is it faithfulness? តើមានលក្ខណៈដូចជាស្មោះត្រង់ Is it obedience? ការគោរពប្រតិបត្តិ Is it love? ការផ្ដល់នូវសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក I think the trait is honesty. ខ្ញុំគិតថាសម្រាប់ខ្ញុំលក្ខណៈមួយដែលគួរយើងពិចារណាគឺសេចក្តីស្មោះត្រង់ We talk about faith, we talk about love, we talk about obedience, being a good follower of Christ. យើងនិយាយអំពីនៅក្នុងគម្ពីរយើងបាននិយាយជាមួយគ្នាញយអំពីសេចក្តីជំនឿអំពីសេចក្តីស្រឡាញ់និងអំពីសេចក្តីគោរពប្រតិបត្តិដល់ព្រះ But we don't talk much about honesty. ប៉ុន្តែយើងកម្រនឹងនិយាយអំពីសេចក្តីស្មោះត្រង់ក្នុងនេះគឺអង់គ្លេស honesty ហើយពាក្យស្មោះត្រង់ហ្នឹងខ្មែរយើងប្រែពី faithfulness ទៅស្មោះត្រង់ណាតែក្នុងនេះខ្ញុំចង់លោកគ្រូគាត់យកមក honesty គឺស្មោះត្រង់ I will compare and contrast our Bible readings today and make the case for us to be honest with God for us to get our blessings. ហើយអញ្ចឹងដើម្បីឲ្យយើងបានសេចក្តីប្រពោលអំពីព្រះយើងត្រូវតែស្មោះត្រង់ចំពោះព្រះអង្គ In the Gospel of Luke today, we read about a widow constantly pleading with a king until he granted her justice. នៅថ្ងៃនេះយើងអានអំពីព្រះគម្ពីរដំណឹងល្អតាមលូកានិយាយអំពីស្ត្រីមួយម៉ាយម្នាក់ទៅឲ្យចៅក្រមហើយចិត្តរំអប់ដល់ចៅក្រមរហូតដល់តែចៅក្រមទ្រាំលែងបានកាត់ទោសដល់គូក្តីរបស់គាត់ឲ្យគាត់ Interestingly, Jesus said the king did not respect God. នៅក្នុងគម្ពីរដំណឹងល្អថ្ងៃនេះបាននិយាយថាចៅក្រមនោះមិនព្រឺញញើញមិនកោតខ្លាចព្រះទេ So the king was very stubborn. ហើយចៅក្រមនោះឯងគឺជាមនុស្សដែលរំជជែកម្នាក់ But the pleading of the widow, even with her annoyance, Jesus still praised her, caused that king to change his mind. ប៉ុន្តែនៅក្នុងនេះព្រះយេស៊ូវបានលើកយកមកថាដោយសារតែនាងស្ត្រីមួយម៉ាយនេះចេះតែទៅទទូចកំហរំអប់រហូតដល់តែចៅក្រមនោះទ្រាំលែងបានក៏ធ្វើការវិនិច្ឆ័យក្តីនោះជូនគាត់ Jesus said her constant pleading was why she got her justice. ព្រះយេស៊ូវទ្រង់បានបញ្ជាក់ថាការដែលសុំការដែលចេះតែសុំហើយសុំទៀតនោះឯងដែលនាំឲ្យគាត់ទទួលបាននូវសេចក្តីយុត្តិធម៌ But don't we also plead with God and not get our requests? ប៉ុន្តែតែយើងទាំងអស់គ្នាមិនចេះតែទទួលអំបព្រះទីអីហើយហាក់បីដូចជាមិនឃើញថាបានទទួលប្រពោលសោះ I think there's another trait that the widow had. ប៉ុន្តែបើយើងមើលទៅលក្ខណៈស្ត្រីនេះវិញគឺគាត់មានលក្ខណៈមួយទៀត I think she was honest. គឺគាត់មានលក្ខណៈមួយស្មោះត្រង់ She knew what she wanted and she kept making that request. គឺគាត់ស្មោះត្រង់គាត់ដឹងអំពីអ្វីដែលគាត់ចង់បានជាក់ហើយគាត់នៅតែទទួលអង្វរឲ្យបានសេចក្តីនោះ I sometimes don't tell God what I really want. ខ្ញុំវិញជួនកាលទៅខ្ញុំមិនបានទទួលអង្វរព្រះឲ្យអ្វីខ្ញុំទេ Sometimes I don't even know what I want. ហើយជួនកាលខ្ញុំមិនដឹងថាខ្ញុំចង់បានអីផង Then I change what I want. ហើយជួនកាលទៅគេថាខ្ញុំដូរសេចក្តីចង់បានថ្ងៃនេះស្អែកឡើងដូរ Then I stop pleading with God. ហើយដល់ពេលដែលខ្ញុំចេះ
ខ្ជិលសូមព្រះ God wants to be clear, direct, and most importantly, honest with Him. ព្រះទ្រង់សពប្រតិឲ្យយើងចង់បានអ្វីយើងច្បាស់ខ្លួនយើងសូមព្រះអង្គហើយយើងត្រូវស្មោះត្រង់ចំពោះព្រះអង្គ A few weeks ago, we read about Jesus saying that faith as small as a mustard seed can say to a mulberry tree to move, and it will move. កាលពីសប្តាហ៍មុនយើងបានរៀនជាមួយគ្នាអំពីគ្រាប់ពូជតូចល្អិតមួយព្រះយេស៊ូវបានបង្រៀនថាប្រសិនបើយើងមានជំនឿយ៉ាងតូចល្អិតប៉ុនគ្រាប់ពូជនោះយើងអាចនឹងបញ្ជាទៅដើមមនយ៉ាងធំមួយថាឲ្យវាលើទៅដល់ក្នុងសមុទ្រទៅនោះវានឹងស្ដាប់បង្គាប់យូរ This came after the disciples asking Jesus to increase their faith. គឺព្រះអង្គបានមានបន្ទូលនេះឆ្លើយតបទៅនឹងសេចក្តីដែលពួកសិស្សបានសូមឲ្យព្រះអង្គសូមឲ្យព្រះអង្គទ្រង់ចម្រើនជំនឿដល់ But Jesus responded by saying, a slave does what he is told and does not deserve to be commended. តែព្រះយេស៊ូវទ្រង់បានមានបន្ទូលថាពួកបម្រើគឺធ្វើកិច្ចការដែលខ្លួនត្រូវធ្វើហើយមិនគួរសុំឲ្យចម្លើយដល់នូវអំពើអីដល់អំពើអីសម្រាប់សេចក្តីដែលខ្លួនកាតព្វកិច្ចដែលខ្លួនពេញនេះ Why did Jesus compare their request for increased faith to a slave of what is being told? ហើយឯបានជាព្រះយេស៊ូវនៅពេលដែលពួកសិស្សសូមឲ្យព្រះអង្គចម្រើនជំនឿហើយព្រះអង្គបានមានបន្ទូលថាពួកបៅបម្រើបំពេញកាតព្វកិច្ចខ្លួនហើយមិនគួរសុំឲ្យចម្លើយដល់ពើដល់កាតព្វកិច្ចដែលខ្លួនបំពេញទេ I think their disciples' request for increased faith would lead Jesus to praise them as it was a good thing to ask for. ពីខ្ញុំគិតថាសេចក្តីស្នើសុំរបស់ពួកសិស្សដែលសូមឲ្យព្រះអង្គទ្រង់ចម្រើនជំនឿដល់គេគឺជាសេចក្តីល្អមួយ I think Jesus rebuked them because they were not honest with him. ហើយខ្ញុំជឿថាព្រះយេស៊ូវសម្រាប់ខ្ញុំដែលព្រះយេស៊ូវទ្រង់បានប្រកែកមិនព្រមបំពេញនូវសេចក្តីស្នើសុំរបស់គេដោយសារតែគេគ្មានសេចក្តីស្មោះត្រង់ I think Jesus wants the honesty behind the request versus the request itself. គឺព្រះអង្គសាប្រតិឲ្យដួងចិត្តនៅពេលដែលសូមអ្វីមួយឲ្យចិត្តនឹងដឹងចិត្តស្មោះត្រង់ជាជាងគាត់ទៅសូមចោល In other words, it is not what we ask. It's about being honest and truthful to God about our requests. តែអញ្ចឹងគឺយើងសរុបសេចក្តីយើងអាចនិយាយបានថាមិនមែនសេចក្តីសំណូមដែលយើងសូមព្រះទេប៉ុន្តែសេចក្តីស្មោះត្រង់ដែលយើងសូមព្រះ Let's return to the Old Testament reading. បាទសូមឲ្យយើងបានពិចារណាព្រះគម្ពីរសញ្ញាចាស់ជាមួយគ្នា We read about the story of Jacob wrestling with God. ថ្ងៃនេះយើងបានអាននៅលោកុបាត់និយាយអំពីយ៉ាកុបបានបោកសម្បត្តិជាមួយព្រះ Jacob wrestled with God all night and broke his hip. គាត់បានបោកសម្បត្តិជាមួយព្រះមួយយប់ទល់ភ្លឺហើយទីបំផុតទៅគាត់ឆ្លោះចង្កេះ But he would not let God go until God blessed him. ហើយនៅពេលដែលគាត់ឆ្លោះចង្កេះហើយគាត់ចាប់ព្រះជាប់មិនឲ្យព្រះអង្គយាងទៅទេរហូតដល់ព្រះអង្គប្រទានពរឲ្យគាត់សិន Jacob got his blessing. ហើយនៅទីបញ្ចប់យ៉ាកុបបានទទួលប្រពរពីព្រះ Like the widow, Jacob persisted and demanded his blessing. យើងឃើញថាយ៉ាកុបគឺគាត់សុំហើយសុំទៀតហើយគាត់សុំតទៅបាន But I felt Jacob and the widow was asking for a more, what I call selfish blessing. ហើយសម្រាប់ខ្ញុំខ្ញុំថាក្នុងនេះសម្រាប់យ៉ាកុបហើយនឹងស្ត្រីនិមាយនោះហាក់បីដូចជាអាត្មានិយមបន្តិចសុំមិន Jacob and the widow asked for their needs. ពីព្រោះហើយខ្ញុំថាអាត្មានិយមនេះគាត់សុំសម្រាប់ស្ត្រីត្រូវការរបស់គាត់ Jacob asked for his protection from Esau. បើយើងនិយាយអំពីយ៉ាកុបគឺមានរឿងដល់ទៅទៀតគាត់សុំហ្នឹងគឺគាត់ចង់ឲ្យព្រះការពារគាត់ឲ្យរួចផុតអំពីកណ្ដាប់ដៃរបស់អេសាវដែលជាបង And the widow's request was to win over her opponent. រីឯសេចក្តីសំណូមរបស់ស្ត្រីនិមាយគឺសុំឲ្យចៅក្រមនោះបានជំនុំជម្រះក្តីចំពោះគាត់ហើយគូក្តីរបស់គាត់ Why did the disciples here rebuke for asking for increased faith, but Jacob and the widow got their request for, I feel, a more selfish blessing? ប៉ុន្តែនៅពេលដែលពុទ្ធសាសនាសូមឲ្យព្រះអង្គចម្រើនជំនឿគឺព្រះអង្គទ្រង់មិនបានបំពេញតាមសេចក្តីដែលពួកសិស្សសូមទេពួកសិស្សដែលសូមហ្នឹងមិនបានទេគឺព្រះអង្គបានបដិសេធមិនផ្ដល់ឲ្យគេមិនផ្ដល់នៅប្រពោនឹងដល់គេប៉ុន្តែរីឯយ៉ាកុបជាមួយនឹងស្ត្រីនិមាយមួយវិញដែលខ្ញុំយល់ថាហាក់បីដូចជាអាត្មានិយមបន្តិចប៉ុន្តែបានទទួលនៅប្រពោដែលគេសូម Yes, Jacob was persistent like the widow, but he was also honest and clear with his request. ហើយបើទោះជាសេចក្តីនោះឯង
យើងយល់ថាអាត្មានិយមគឺសុំសម្រាប់ខ្លួនប៉ុន្តែវាដឹងជាក់ហើយវាសុំឲ្យព្រះអង្គបានប្រទាននៅសេចក្តីត្រូវការរបស់អង្គទៀតហើយខ្ញុំប្រៀបធៀបមួយទៀតគឺលើកយកភរិយារបស់ខ្ញុំសុផាហើយនិងខ្ញុំ She's always asking God for blessings and always for herself. សុផាក៏តែសុំឲ្យព្រះប្រទានពរដល់គាត់សម្រាប់ខ្លួនគាត់ I teach her for being spoiled, the youngest child, and selfish. ហើយសម្រាប់ខ្ញុំនេះខ្ញុំមើលទៅហាក់បីដូចជាគាត់ត្រូវការគាត់ត្រូវបានទំយើងសម្បត្តិពីព្រោះជាកូនពៅផង But I really ask for God. I didn't really ask God for anything. ហើយអ្វីដែលគាត់សុំខ្ញុំយល់ថាហាក់បីដូចជាបំពេញតែចិត្តខ្លួនប៉ុន្តែមើលមកខ្ញុំវិញខ្ញុំមិនដែលសុំព្រះឬអីផងណា And when I do, I ask for others. ហើយដល់ពេលដែលខ្ញុំសុំខ្ញុំអត់សុំសម្រាប់ខ្លួនទេគឺសុំសម្រាប់អ្នកដទៃ Am I more holy in my request than her? តែនេះមានន័យថាខ្ញុំបរិសុទ្ធជាប្រពន្ធខ្ញុំវិញយ៉ាងម៉េច But am I being truthful and honest to God? ប៉ុន្តែមួយទៀតឲ្យពិចារណាថាតើអ្វីដែលខ្ញុំសុំនេះគឺខ្ញុំបានសុំដោយស្មោះត្រង់ចំពោះព្រះនេះ Probably not. Whereas Sopa is the more truthful and honest. ហើយជាមិនទេសម្រាប់ខ្ញុំអ្វីដែលខ្ញុំសុំប្រហែលជាមិនស្មោះត្រង់ចំពោះព្រះទេប៉ុន្តែខ្ញុំយល់ថាប្រពន្ធខ្ញុំសុផាហើយគាត់សុំក៏ស្មោះត្រង់ចំពោះព្រះ Also, no request is too small or silly for God. ហើយបងប្អូនឯងនៅពេលដែលយើងសុំព្រះអង្គមិនដែលចាត់ទុកថាសេចក្តីស្នើសុំរបស់យើងសេចក្តីទូអមរបស់យើងធំឬតូចទេ When Jacob went to meet Esau, he heard that Esau had over 400 soldiers with him. បាទយើងមើលទៅអាយ៉ាកុបវិញនៅពេលដែលគាត់ត្រូវទៅជួបបងប្រុសរបស់គាត់អេសាវគាត់ឮថាអូបងប្រុសអេសាវមានទ័ពមកជាមួយជាង400នាក់ Jacob was afraid for his life and thought Esau would harm him. ហើយធ្វើឲ្យយ៉ាកុបគាត់ខ្លាចថានេះនាំទ័ពមកជ្រើតម្លឹងមកធ្វើអីប្រហែលជាមកចាប់កាប់សម្លាប់ខ្ញុំចិត្តទេដែរគាត់ខ្លាច Esau had no intention of harming Jacob. ប៉ុន្តែរីឯអេសាវដែលជាបងវិញគឺគាត់គ្មានបំណងនឹងធ្វើទុកដល់អូនទេ Jacob immaturely and silly believed he was in គឺ danger. យ៉ាកុបក៏ចេះតែខ្លាចខ្លួនគាត់ចឹងទៅហើយគាត់សូមព្រះឲ្យជួយគាត់ But he still asked for the protection. បើទោះជាគាត់ចេះតែខ្លាចតែខ្លួនឯងក៏ដោយក្តីតែគាត់សូមព្រះ He really needed the request, was very anxious and wrestled with God all night for it. បាទគាត់សុំហើយសុំទៀតហើយគាត់មិនព្រមលេងព្រះទេគាត់ចាប់ព្រះទុកសុំដល់ទៅបាន But even though Jacob had the wrong pretense, God said, "You have struggled with me and man and have won." បើទោះជាយ៉ាកុបគាត់នៅក្នុងចិត្តរបស់គាត់ភ័យខ្លាចតែម្នាក់ឯងក៏ដោយក្តីនៅចំពោះបងគាត់ប៉ុន្តែសេចក្តីទូលសូមរបស់គាត់គាត់នៅតែតោងព្រះជាប់មិនព្រមលេងរហូតដល់តែព្រះអង្គបានមានបន្ទូលទៅគាត់ថាឯងឈ្នះអញហើយក៏ឈ្នះមនុស្សគ្រប់គ្នាដែរ God changed Jacob's name to Israel after that. នៅពេលនោះឯងដែលព្រះអង្គបាននិយាយថាឈ្មោះឯងមិនត្រូវហៅយ៉ាកុបទៀតទេត្រូវហៅអ៊ីស្រាអែលវិញ An entire nation began to form after Jacob. ហើយពួកជនជាតិអ៊ីស្រាអែលសពថ្ងៃនេះគឺជាពូជដំបូងរបស់អ៊ីស្រាអែលយ៉ាកុបឯង I sometimes think the request is too small and silly, or even with the wrong pretense like Jacob. ហើយជួនកាលនៅពេលដែលខ្ញុំសុំព្រះខ្ញុំគិតច្រើនជួនកាលខ្ញុំគិតថាអូសេចក្តីស្នំស្នើសេចក្តីទូលសុំរបស់ខ្ញុំតូចហើយជាព្រះអង្គឲ្យហើយជួនកាលខ្ញុំគិតថាប្រហែលជាខ្ញុំចេះតែសុំដល់អត់គិតទេហ្នឹងតែដូចយ៉ាកុបទេហ្នឹង Then I don't ask for it. ដូច្នេះហើយទីបំផុតទៅខ្ញុំក៏សម្រេចថាអត់សុំព្រះសម្រាប់ខ្លួនឯង We should not be ashamed of our request to Him. បងប្អូនឯងនៅពេលដែលយើងសុំព្រះមិនគួរឲ្យយើងខ្លាចឬខ្មាស់ទេ This is why the shameless gets their blessings. ពីព្រោះការដែលយើងខ្លាចយើងខ្មាស់គឺអាសេចក្តីខ្លាចសេចក្តីខ្មាស់នោះឯងដែលកាត់ផ្ដាច់នៅប្រពោរបស់យើងអំពីព្រះ So but នៅប្រពោរបស់ព្រះអំពីយើង is shameless in her request. បាទខ្ញុំមើលទៅប្រពន្ធខ្ញុំកាលណាគាត់ស្នើសុំគាត់មិនដែលខ្មាស់ទេគាត់សុំព្រះហ្មង I sometimes hesitate and even get proud in my request. ជួនកាលបើខ្ញុំវិញជួនកាលខ្ញុំសង្ស័យហើយជួនកាលខ្ញុំតែខ្ញុំដូចមិនត្រូវការជំនួយពីព្រះ Nothing is too small or silly for God. ដូច្នេះតែពេលដែលបងប្អូនត្រូវការត្រូវចាំថាសម្រាប់ព្រះគ្មានសេចក្តីស្នើសុំណាធំឬតូចទេព្រោះសំខាន់ឬមិនសំខាន់ទេ In conclusion, it is true the widow and Jacob were persistent in their request to God.
នៅក្នុងសក្តីយើងរួមសរុបសក្តីមកគឺស្ត្រីមេម៉ាយហើយនឹងយ៉ាកុបនោះដោយសារតែគាត់ខ្ជាប់ខ្ជួននៅក្នុងការស្នើសុំនៅក្នុងការទូលអង្វរសុំរបស់គាត់ But I believe another trait was involved. ប៉ុន្តែបើយើងពិចារណាទៅមានលក្ខណៈមួយទៀតដែលយើងគួរពិចារណា It was their honesty. គឺគេស្នើសុំមិនត្រឹមតែខ្ជាប់ខ្ជួនទេគឺស្មោះត្រង់ផង And also don't be afraid to be selfish with God. ហើយបើសិនបើបងប្អូនត្រូវសុំសម្រាប់តម្រូវការរបស់ខ្លួនសុំទៅ He prefers to be selfish but truthful and honest with Him than to be unselfish and not truthful and honest with ព្រះ Him. អង្គទ្រង់សពប្រតិឲ្យយើងបើទោះជាយើងជួនកាលយើងសំណូមនោះយើងសុំសម្រាប់តម្រូវការខ្លួនឯងតែព្រះអង្គចង់ឲ្យយើងស្មោះត្រង់ហើយពិតត្រង់truthful ខ្ញុំប្រែថាពិតត្រង់គឺដឹងពិតហើយត្រង់ហើយស្មោះត្រង់គឺយើងត្រូវតែទុកចិត្តទៅព្រះជាជាងការដែលយើងសង្ស័យការដែលយើងយកមោទនភាពរបស់ខ្លួនមកដាក់ Amen. Amen